Bonjour à tous et bienvenue à la place du français. សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសិក្សាភាសាបារាំងជាមួយនឹងគេហទំព័រ La Place du Français នៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នានឹងបានសិក្សាអំពីកិរិយាសព្ទ aller ដូច្នេះចង់ដឹងថាខ្លឹមសារមេរៀនយ៉ាងណានោះសូមតាមដានទស្សនានិងសិក្សាជាមួយខ្ញុំទាំងអស់គ្នាកិរិយាសព្ទនេះគឺយើងអានថា aller aller ដែលយើងបកជាភាសាខ្មែរថាទៅកិរិយាសព្ទ aller នេះគឺវាបញ្ចប់ដោយ er ក៏ប៉ុន្តែវាមិនមែនជាកិរិយាសព្ទដែលស្ថិតនៅក្នុងក្រុមទី1នោះទេផ្ទុយមកវិញវាគឺជាកិរិយាសព្ទដែលស្ថិតនៅក្នុងក្រុមទី3ទៅវិញទេ Le verbe du troisième groupe ដូច្នេះយើងអាចចំណាំថាជាទូទៅកិរិយាសព្ទដែលបញ្ចប់ដោយ er គឺជាប្រភេទកិរិយាសព្ទដែលស្ថិតនៅក្នុងក្រុមទី1ដកតែកិរិយាសព្ទ aller មួយចេញទេប្រសិនបើអ្នកទាំងអស់គ្នាចង់ច្បាស់ទាក់ទងជាមួយនឹងកិរិយាសព្ទក្រុមទី1នៅក្នុងភាសាបារាំងអ្នកទាំងអស់គ្នាអាចទៅសិក្សាលម្អិតបន្ថែមកិរិយាសព្ទប្រភេទនេះនៅក្នុងវីដេអូបន្ទាប់យើងបានសិក្សាខ្លះៗឬមហាអំពីកិរិយាសព្ទ aller តទៅនេះគឺយើងនឹងសិក្សាលម្អិតអំពីការបំបែកកិរិយាសព្ទនេះវិញម្ដងដែលភាសាបារាំងហៅថា la conjugaison នៅក្នុងផ្នែកនេះយើងនឹងបំបែកកិរិយាសព្ទ aller ជាទម្រង់បច្ចុប្បន្នកាល le verbe aller au présent អញ្ចឹងយើងចាប់ផ្ដើមបំបែកទាំងអស់គ្នា je vais tu vas il va elle va on va nous allons vous allez ils vont elles vont ចំពោះការអានគឺសូមអ្នកទាំងអស់គ្នាប្រយ័ត្នទាក់ទងជាមួយនឹងការអានភ្ជាប់នៅក្នុងភាសាបារាំងត្រង់ចំណុច nous គឺយើងអានថា nous allons nous allons ត្រង់ចំណុច vous ក៏ដូចគ្នាដែរ vous allez vous allez តោះអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់យើងអានម្ដងទៀតទាំងអស់គ្នា je vais tu vas il va elle va on va nous allons vous allez ils vont elles vont បន្ទាប់ពីអ្នកទាំងអស់គ្នាបានសិក្សាអំពីការបំបែកកិរិយាសព្ទ aller រួចមកហើយជាបន្តទៅនេះគឺយើងនឹងសិក្សាអំពីការប្រើប្រាស់របស់វាវិញម្ដងដែលភាសាបារាំងហៅថា utilisation Comment construire la phrase តើយើងប្រើប្រាស់កិរិយាសព្ទ aller និងយកកិរិយាសព្ទនេះទៅបង្កើតជាឃ្លាយ៉ាងដូចម្តេចចំណុចទី1យើងប្រើប្រាស់កិរិយាសព្ទ aller នេះដើម្បីនិយាយអំពីទិសដៅឬទីតាំងណាមួយដែលយើងចង់ទៅដោយប្រើប្រាស់ទម្រង់ aller plus à plus en lieu ឧទាហរណ៍ទី1 elle va à l'école elle va à l'école ដែលមានន័យជាភាសាខ្មែរថានាងទៅសាលារៀននៅក្នុងឃ្លានេះយើងមានសព្វនាមប្រធាន elle ដែលជាបុរសទី3ឯកវចនៈហើយកិរិយាសព្ទ aller របស់យើងនៅពេលនេះគឺត្រូវបំបែកជាមួយនឹងសព្វនាមប្រធាន elle នេះទៅជា elle va ហើយតាមទម្រង់របស់យើងខាងលើគឺត្រូវបូកជាមួយនឹងធ្នាក់ a និងបូកជាមួយនឹងកម្មបត្តិដែលជាទីកន្លែងហើយទីកន្លែងរបស់យើងនៅពេលនេះគឺ l'école ឧទាហរណ៍ទី2ដើម្បីឲ្យកាន់តែច្បាស់ nous allons à la bibliothèque nous allons à la bibliothèque ដែលមានន័យជាភាសាខ្មែរថាពួកយើងទៅបណ្ណាល័យនៅក្នុងឃ្លានេះគឺយើងមានសព្វនាមប្រធាន nous ដែលជាបុរសទី1ពហុវចនៈហើយកិរិយាសព្ទ aller របស់យើងនៅពេលនេះគឺត្រូវបំបែកជាមួយ nous ដែលទៅជា nous allons ហើយដូចគ្នាផងដែរគឺយើងត្រូវបូកជាមួយនឹងធ្នាក់ a ក៏ដូចជាកម្មបត្តិរបស់យើងដែលជាទីកន្លែងហើយទីកន្លែងរបស់យើងនៅពេលនេះគឺ la bibliothèque បណ្ណាល័យយើងចូលដល់ចំណុចមួយទៀត attention aux prépositions contractées ដែលផ្នែកនេះដែរគឺវាតកតងជាមួយនឹងចំណុចខាងលើដែលយើងបានរៀនមុននេះបន្តិចចំពោះការប្រើប្រាស់ទម្រង់ aller plus à plus en lieu អ្នកនរត្រូវតែប្រយ័ត្នចំពោះធ្នាក់ a ដែលនៅក្នុងភាសាបារាំងហៅថា la préposition à នៅពេលដែល a នេះបូកជាមួយនឹងនាមដែលជាទីកន្លែងដែលផ្ដើមដោយ les articles définis à plus le ទៅជា au ឧទាហរណ៍ je vais au cinéma មានន័យជាភាសាខ្មែរថាខ្ញុំទៅរោងភាពយន្តហើយយើងមិនអាចនិយាយថា je vais à le cinéma បាននោះទេដោយនាមរបស់យើង le cinéma គឺជានាមភេទប្រុសដែលត្រូវប្រើជាមួយនឹង le
ហើយតាមទម្រង់របស់យើង a plus le ទៅជា o ដូច្នេះយើងនិយាយថា je vais au cinéma ចូលដល់ចំណុចមួយទៀត a បូកជាមួយនឹង la គឺយើងរក្សានៅដដែល à la ឧទាហរណ៍ nous allons à la bibliothèque ដែលនាមរបស់យើង la bibliothèque គឺជានាមភេទស្រីដែលផ្ដើមដោយ la នោះតាមទម្រង់របស់យើងគឺយើងរក្សាទុកនៅដដែល à la ដូចគ្នាផងដែរ a បូកជាមួយនឹង l apostrophe គឺយើងរក្សានៅដដែលដូចគ្នាគឺ a l apostrophe ឧទាហរណ៍ elle va à l'école elle va à l'école ដែលមានន័យជាភាសាខ្មែរថានាងទៅសាលារៀនដោយនាមរបស់យើង l'école គឺជានាមភេទស្រីក៏ប៉ុន្តែនៅពេលនេះគឺវាផ្ដើមដោយស្រៈដូច្នេះយើងត្រូវប្រើជាមួយនឹង l apostrophe ហើយតាមទម្រង់របស់យើងគឺ a ជួបជាមួយនឹង l apostrophe គឺយើងរក្សាទុកនៅដដែលចំណុចមួយទៀត a ជួបជាមួយនឹង le ទៅជា o avec x ឧទាហរណ៍ ils vont aux États-Unis ils vont aux États-Unis ដែលមានន័យជាភាសាខ្មែរថាពួកគាត់ទៅសហរដ្ឋអាមេរិកដោយនាមរបស់យើង les États-Unis គឺជានាមពហុវចនៈដែលត្រូវប្រើជាមួយនឹង les ដូច្នេះតាមទម្រង់របស់យើង a ជួបជាមួយនឹង les នោះវាទៅជា o avec x មានន័យថា o ដែលមាន x នៅខាងចុងណាម្យ៉ាងវិញទៀតដើម្បីឲ្យកាន់តែងាយស្រួលអ្នកនរគ្នាអាចចំណាំត្រឹមតែ a បូក le ទៅជា o និង a បូកជាមួយនឹង le ទៅជា o avec x ដោយសារវាទាំងពីរគឺមានលក្ខណៈប្រែប្រួលយើងអាចប្រើប្រាស់កិរិយាសព្ទ aller មួយទៀតដើម្បីនិយាយអំពីស្ថានភាពក៏ដូចជាសុខទុក្ខរបស់យើងផងដែរដោយយើងប្រើប្រាស់ទម្រង់ aller bien aller mal ដែល aller bien គឺមានន័យជាភាសាខ្មែរថាសុខសប្បាយហើយ aller mal មានន័យថាមិនសុខសប្បាយទេឧទាហរណ៍ទី1 je vais bien ឬក៏ ça va bien ដែលមានន័យជាភាសាខ្មែរថាខ្ញុំសុខសប្បាយជាទេចំពោះ ça va bien យើងប្រើក្នុងន័យសាមញ្ញលក្ខណៈស្និទ្ធស្នាលជាដើមឧទាហរណ៍មួយទៀត je vais mal ឬក៏ ça va mal ដែលមានន័យជាភាសាខ្មែរថាខ្ញុំមិនសុខសប្បាយជាទេដូចគ្នាផងដែរចំពោះ ça va mal យើងប្រើក្នុងន័យសាមញ្ញលក្ខណៈស្និទ្ធស្នាលជាដើម Voilà c'est fini មេរៀនរបស់យើងគឺមានតែប៉ុណ្ណេះឯងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានយល់កាន់តែស៊ីជម្រៅនៅខ្លឹមសារមេរៀនមួយនេះហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត Merci et à bientôt